សួស្តីមិត្តភ័ក្តិទាំងអស់គ្នាថ្ងៃនេះវិលមកជួបគ្នាសារជាថ្មីជាមួយវីដេអូរបស់ខ្មែរ Love ហើយថ្ងៃនេះដែរខ្មែរ Love មានវីដេអូមួយចង់បង្ហាញទៅកាន់មិត្តភ័ក្តិទាំងអស់គ្នាតាក់ទងជាមួយនឹង smartphone ទៀតហើយថ្ងៃហ្នឹងអញ្ចឹងសម្រាប់វីដេអូមួយមុនខ្មែរ Love បានបង្ហាញមិត្តភ័ក្តិទាំងអស់គ្នាអំពីគន្លឹះនៃការដោះ password របស់ Apple ឬក៏ iPhone iPad តាមរយៈកម្មវិធី 3U2 ជាមួយនឹងកុំព្យូទ័រតែសម្រាប់ថ្ងៃនេះខ្មែរ Love មានវីដេអូមួយចង់បង្ហាញទៅកាន់មិត្តភ័ក្តិទាំងអស់គ្នាអំពីរបៀបដោះ password smartphone ដូចគ្នាប៉ុន្តែសម្រាប់ថ្ងៃនេះខ្មែរ Love មានវីដេអូមួយចង់បង្ហាញទៅកាន់អ្នកទាំងអស់គ្នាអំពីរបៀបដោះទូរស័ព្ទដៃម៉ាក Samsung ឬក៏ប្រភេទប្រព័ន្ធប្រតិបត្តិការពួក Android អញ្ចឹងសម្រាប់វីដេអូមួយមុន iPhone នោះគឺអ្នកទាំងអស់គ្នាបានឃើញស្រាប់ហើយយើងត្រូវការចាំបាច់បំផុតគឺកុំព្យូទ័រប៉ុន្តែសម្រាប់ថ្ងៃនេះខ្ញុំបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបដោះពួក Android ដោយពុំចាំបាច់ប្រើនៅកុំព្យូទ័រទេគឺយើងប្រើនៅដៃរបស់យើងដោយផ្ទាល់តែម្ដងអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលជាប់ password ជាប់អីចឹងនៅពេលដែលយើងយកទៅឲ្យជាងដោះធម្មតាគឺត្រូវការចំណាយលុយហើយអញ្ចឹងសម្រាប់ថ្ងៃនេះវីដេអូមួយនេះនឹងបង្ហាញអ្នកទាំងអស់គ្នានៅចំណេះដឹងថ្មីប៉ុន្តែសូមបញ្ជាក់ផងដែរថាការដោះនៅទូរស័ព្ទដែលជាប់ password បែបនេះកម្មវិធីឬក៏ឯកសារដែលយើងផ្ទុកនៅក្នុង memory ទូរស័ព្ទនោះគឺត្រូវបាន delete ទាំងអស់ជំរើសគឺមានតែបែបហ្នឹងទេបើយើងមិនធ្វើការ hard reset ទេគឺយើងមិនអាចប្រើនៅទូរស័ព្ទនឹងបានទៀតទេអញ្ចឹងដើម្បីកុំឲ្យខាតពេលសូមអ្នកទាំងអស់គ្នាធ្វើការតាមដានជាមួយខ្ញុំដូចតទៅបាទអញ្ចឹងដំបូងឡើយសូមធ្វើការបិទដកនៅថ្មបាទដកថ្មចេញអស់មកបន្ទាប់មកយើងញាត់ចូលវិញបាទបន្តអំពីញាត់ថ្មចូលហើយសូមអ្នកទាំងអស់គ្នាបាទនេះមើលដៃខ្ញុំដៃមួយចុចនៅប៊ូតុងកណ្ដាលគឺប៊ូតុង Home មួយទៀតចុចនៅប៊ូតុង Volume បូកគឺខាងលើបាទអញ្ចឹងយើងដាក់មកដំណើរគ្នាហើយដៃមួយទៀតគឺចុចនៅប៊ូតុង Power ប៉ុន្តែសូមចុចដំណើរគ្នាក្នុងពេលតែមួយបាទ1 2 3សូមធ្វើការដកដៃបាទបន្ទាប់អំពីលោតអក្សរពាក្យថា Samsung Galaxy មកគឺយើងធ្វើការដកដៃទាំង3នឹងដំណើរគ្នាភ្លាមបាទសូមរងចាំបាទនៅពេលនេះវានឹងចូលមកដល់កម្មវិធី Recovery Mode អូខេអញ្ចឹងសូមអ្នកទាំងអស់គ្នាបាទនេះសូមដាក់ចិត្តហើយរៀងចាំងកង់ជាមួយកញ្ចក់បន្តិចបាទប៉ណ្ណឹងហើយអាចមើលឃើញហើយបាទអញ្ចឹងយើងចុចប្លុក volume ដក volume ចុះក្រោមហ្នឹងចុចមកបាទ1 2បាទចុចមកទី2ទី3ហ្នឹងបាទនេះគឺយើងឃើញហើយពាក្យថា web data/factory reset អូខេបាទអញ្ចឹងសូមចុចយកប៊ូតុងនេះបាទប៊ូតុង power គឺប៊ូតុងបិទបើកហ្នឹងចុចចប់ចុចមួយប៉ាក់មកបាទនេះអញ្ចឹងយើងសូមចុចមកប៉ាក់ទៀតមកយើងចុចយកពាក្យថា web data factory reset អូខេបាទបន្តមកគឺយើងមានជំរើសយើងរើសយក no ហើយ yes អញ្ចឹងសូមអ្នកនរគ្នាជ្រើសយក yes អូខេបន្តពីចុចយក yes ហើយសូមចុចប៊ូតុង power គឺប៊ូតុងបិទបើកហ្នឹងម្ដងទៀតអូខេអញ្ចឹងរងចាំឲ្យវាដើរសិនបាទ
ឲ្យវាកំពុងតែ reset បាទនេះគឺវា reset ហើយបន្ទាប់ពីវា reset ហើយសូមអ្នកទាំងអស់គ្នានេះខាងលើគេមើលខាងលើគេហ្នឹងគឺ reboot បាទគឺ reboot អញ្ចឹងយើងចុចពាក្យប៊ូតុង volume ហ្នឹងមក volume មកសំទោស volume power ហ្នឹងមកបាទគឺ reboot ចុចមកគឺវា reboot ហើយអញ្ចឹងសូមរងចាំបាទហើយសូមរងចាំមើលទាំងអស់គ្នាថាតើការ reset ផ្ដាច់នៅ password ហ្នឹងបានជោគជ័យឬអត់អញ្ចឹងសូមរងចាំទស្សនាមើលទាំងអស់សូមរងចាំមើលទាំងអស់គ្នានៅពេលបន្តអំពីទូរស័ព្ទបើកមកវិញថ្ងៃនេះខ្ញុំគិតថាវីដេអូមួយនេះខ្ញុំបង្កើតកំហុសឆ្គងនៅពីសម្ដីច្រើនអញ្ចឹងសូមអ្នកនរគ្នាអធិស្ឋានផងហើយនៅមួយខ្ញុំថតទៅនេះគឺល្ងឹតអញ្ចឹងខ្ញុំត្រូវការបើក flash ហើយនៅពេលដែលបើក flash វាកង់ជាមួយនឹងកញ្ចក់អញ្ចឹងវារៀងចាំងបន្តិចតែមិនអីទេសង្ឃឹមថាវីដេអូមួយហ្នឹងប្រហែលជាអ្នកនរគ្នាអាចមើលឃើញហើយនឹងយល់សូមអភ័យទោសដែរប្រហែលជាបញ្ហាថ្មទូរស័ព្ទខ្ញុំវាអស់ថ្មដែរមិញវាបានសាក់ថ្មពេញអញ្ចឹងវារលត់អញ្ចឹងសូមអភ័យទោសដែរបាទនេះគឺបើកបានណាគឺបើកហើយនេះកំពុងតែរត់ Android ការដំឡើងថ្នាក់ឬក៏កំពុងតែអាប់ដេតនៅប្រព័ន្ធរបស់ការ Android ណាបាទតែវារត់ចប់ហ្នឹងគឺវាអាចបើកមើលបានហើយจะមើលថាតើវានៅជាប់ password ឬក៏យើងអាចផ្ដាច់បានឬយ៉ាងណាបាទនេះយើងទស្សនាទាំងអស់គ្នាបើបិទពលឺវាងឹតតែបើបើវានឹងកង់តែអីកង់បន្តិចចុះអូខេអញ្ចឹងការ reset ឬក៏ការ remove នៅកម្មវិធី password នៅ password ដែលជាប់នៅលើអេក្រង់ទូរស័ព្ទអំបញ្ញមិញនេះគឺបានចុះសរុបគ្រប់ហើយអញ្ចឹងទូរស័ព្ទបានបើកត្រឡប់ឡើងមកវិញហើយដូច្នេះដើម្បីបញ្ជាក់ថាទូរស័ព្ទមួយនេះអាច remove ឬក៏ reset នៅ password បានឬមិនបាននោះសូមធ្វើការដំឡើងទាំងអស់គ្នាជាមួយខ្ញុំបាទសូមទស្សនាEnglish start បាទតោះវា start បាទហើយយើង Unix បាទ Unix ទៀត Unix បាទ Unix តោះមក you know អូខេ not now តោះមក Unix បាទចុចទៅមុខរហូតយ៉ាងមកបាទនេះតោះមក skip ទៀតបាទពីនេះអូខេអញ្ចឹងការដំឡើងនៅសំទោសការ reset ឬក៏ remove នៅកម្មវិធី password ដែលបានជាប់នៅលើអេក្រង់ computer សំទោសចេះចាំមក computer នៅលើអេក្រង់ Android ឬក៏អេក្រង់ Samsung បាញ់មិញហ្នឹងគឺយើងបាន remove បានជោគជ័យគឺ 100% អូខេហើយអញ្ចឹងយើងសូមធ្វើការឆែកមើលនៅទិន្នន័យដែលបានផ្ទុកនៅក្នុងកម្មវិធីទូរស័ព្ទឬក៏នៅក្នុង memory ទូរស័ព្ទតើវាបានបាត់បង់ឬអត់បាទគឺបាត់បង់ដូចខ្ញុំបានប្រាប់តាំងពីដើមហើយគឺត្រូវតែបាត់បង់ទាំងអស់អញ្ចឹងការធ្វើបែបនេះបាទសង្ឃឹមថាវីដេអូមួយនេះនឹងបានជាចំណេះដឹងតិចតួចសម្រាប់ជាបទពិសោធន៍ចែករំលែកទៅកាន់មិត្តភក្តិទាំងអស់គ្នាយើងអាចយកបទពិសោធន៍នេះទៅចែករំលែកតគ្នាបានព្រោះថាការចែករំលែកតគ្នាក៏វាល្អម្យ៉ាងដែរ
យើងអាចកាត់បន្ថយនៅការចំណាយបានបន្តិចបន្តួចដែរអញ្ចឹងសម្រាប់វីដេអូផ្សេងទៀតឬក៏វីដេអូឬក៏បញ្ហាមួយចំនួនដែលទាក់ទងជាមួយនឹង smartphone ឬក៏ computer មិត្តភ័ក្តិទាំងអស់គ្នាអាច comment នៅខាងក្រោមវីដេអូបានបើសិនជាខ្ញុំមានសមត្ថភាពអាចធ្វើបានខ្ញុំនឹងធ្វើជូនបាទវីដេអូដែលខ្ញុំអាចធ្វើបានខ្ញុំនឹងធ្វើជូនមិត្តភ័ក្តិទាំងអស់គ្នាបើសិនជាមានចម្ងល់ឬមានបញ្ហាអាច comment បានខ្ញុំនឹងព្យាយាមធ្វើនៅវីដេអូថ្មីដើម្បីចែករំលែកនូវបទពិសោធន៍ជូនទៅកាន់មិត្តភ័ក្តិទាំងអស់គ្នាអ្វីដែលខ្ញុំចេះខ្ញុំនឹងឲ្យអ្នកនរគ្នាចេះដូចខ្ញុំដែរអញ្ចឹងសង្ឃឹមថាការនិយាយស្ដីទៅមានពាក្យខុសឆ្គងត្រង់ណានោះក៏សូមធ្វើការខន្តីអភ័យទោសអំពីសំណាក់ប្រិយមិត្តហើយមិត្តភ័ក្តិទាំងអស់គ្នាព្រោះថាអត់សូវចេះនិយាយហើយដល់ពេលកាលណានិយាយទៅតែងតែមាន plot ឬក៏មានពាក្យខ្លះនិយាយអត់ត្រូវអញ្ចឹងអត់មានពាក្យអីច្រើនសូមជូនពរឲ្យមិត្តភ័ក្តិទាំងអស់គ្នាជួបប្រទេសនឹងអីសុខក្នុងក្រុមគ្រួសារហើយរស់ស៊ីមានបានក្នុងឆ្នាំថ្មីហ្នឹងហេទាំងអស់គ្នាអរគុណជួបគ្នានៅវីដេអូក្រោយៗទៀត